ជំរាបសួរលោកគ្រូតើត្រូវធ្វើដូចម្តេចទើបបុណ្យកើតតាមរយៈភាវនានិងទិដ្ឋជុកម្មៈភាវនាក្តីទិដ្ឋជុកម្មៈក្តីគឺជាកុសលធម៌ដែលកើតឡើងព្រោះហេតុកាលណាហេតុគ្រប់គ្រាន់វាកើតឡើងព្រោះធម៌ទាំងឡាយជាអនត្តាឃើញដល់ហេតុសំខាន់ថាតើការយល់ដឹងអំពីគុណតម្លៃនៃកុសលធម៌ហ្នឹងវាមានកម្លាំងប៉ុណ្ណាភាវនាក្តីទិដ្ឋជុកម្មៈក្តីគ្រាន់តែជាពាក្យឲ្យនិយមន័យទៅលើកុសលធម៌ហើយទិដ្ឋជុកម្មៈនេះការតម្រង់ទិដ្ឋិឲ្យត្រង់ហ្នឹងក៏វាយើងមិនមែនអ្នកតម្រង់អីគឺត្រង់ដែលថាបញ្ញាហ្នឹងវាកើតឡើងតែកាលណាបញ្ញាកើតឡើងវាត្រង់ណាណាអ្នកតម្រង់ថាអត់មានណាណាអ្នកតម្រង់ទេគឺបញ្ញានឹងឯងវាត្រង់ចំពោះការពិតហ្នឹងតែម្ដងហើយមិនបានអាចវាត្រង់ចំពោះការពិតព្រោះវាជាបញ្ញាណាតែកាលណាបញ្ញាវាធ្វើការគឺវាអត់កលិចកលុចទេវាអត់ដឹងច្រឡំទេឧបមាដូចយើងស្គាល់ផ្ទះច្បាស់ទៅស្គាល់ផ្លូវច្បាស់ទៅផ្ទះយើងអញ្ចឹងយើងអត់ធ្វើទេពេលដែលស្គាល់ហ្នឹងគឺថាយើងអត់មានធ្វើទេគឺវាស្គាល់អញ្ចឹងតែមកហ្នឹងហើយប៉ុន្តែមុននឹងស្គាល់អញ្ចឹងវាពាក់ព័ន្ធអាស្រ័យការសង្កេតការចំណាំហើយដើររឿយអញ្ចឹងណាដើររឿយដូចភាវនាហ្នឹងអញ្ចឹងហ្នឹងហើយអញ្ចឹងទៅរឿយទៅហើយយូរទៅវាចំណាំត្រង់ផ្លូវអញ្ចឹងទៅវាអត់ច្រឡំវាអត់ច្រឡំទៅណាទៀតទោះថាតើធ្វើម៉េចដើម្បីកុំឲ្យច្រឡំផ្លូវហ្នឹងវាច្រឡំអីទៀតបើវាឡើងច្រឡំហើយស្អីដែលតួមិនច្រឡំហ្នឹងគឺអាសញ្ញាការចងចាំការសម្គាល់ហ្នឹងវាកើតឡើងណាហើយបើសិនជាយើងដើរមិនតាន់ដល់អាផ្លូវហ្នឹងយើងឲ្យចំណាំមិនចំណាំវាមិនបានទេគេហៅថាទៅផ្ទះមួយយើងមិនដែលទៅយើងមិនដែលស្គាល់គេប្រាប់បត់ឆ្វេងបត់ស្ដាំលេចកើតអញ្ចឹងយថាតែទៅដល់ក៏យើងអត់ចំណាំដែរពីព្រោះវាខ្វះហេតុឲ្យចំណាំបានឃើញទេគ្រប់កុសលធម៌ទាំងពួងហ្នឹងក៏ដូចគ្នាអញ្ចឹងដែរវាកើតមកតែពីការយល់ត្រូវណាតែកាលណាយល់ត្រូវហើយវាមិនដឹងថាឲ្យយល់ខុសល្មិចឧបមាថាបើគេសួរថារវាងរបស់ល្អនិងរបស់មិនល្អយើងជ្រើសមួយណា100%យើងនឹងជ្រើសយករបស់ល្អសំណួរសួរថាធ្វើម៉េចដើម្បីឲ្យខ្ញុំយកតែរបស់ល្អបានមានចម្លើយមែនទេសំខាន់វាស្គាល់ថារបស់ល្អហ្នឹងវាមានពិតប្រកបអត់យើងដឹងច្បាស់អត់ថារបស់ហ្នឹងល្អមែនហើយចុះបើយើងមិនដឹងថារបស់ហ្នឹងល្អមែនផងហើយសំណួរសួរថាធ្វើម៉េចដើម្បីឲ្យខ្ញុំបានតែរបស់ល្អវាអត់បានណាកុសលធម៌ទាំងអស់ហ្នឹងភាវនាក៏ដោយទិដ្ឋជុកម្មៈហ្នឹងក៏ដោយបើមិនស្គាល់វាតាមសេចក្តីពិតទេណាទោះយើងស្ដាប់ពាក្យគេប្រាប់យើងថាត្រូវចម្រើនភាវនាត្រូវតម្រង់ទិដ្ឋិឲ្យត្រង់ឬ100ដង1000ដងទៀតក៏វាមិនត្រង់ដែរយើងមើលការដែលមិនយល់ដឹងពីកម្មផលមិនដឹងពីសភាវធម៌តាមសេចក្តីពិតណាឧទាហរណ៍ដូចយើងជឿជំនឿផ្ដេសផ្ដាស់ពេញទៅប្រទេសយើងអញ្ចឹងសួរតែកម្មបត្តិ10នេះយើងដែលលឺលោកទេសនាសឹងតែយើងស្ដាប់មិនដឹងប្រមាណ100រោងអីទេកាយកម្ម3វិច័យកម្ម4មโนកម្ម3រាប់ទៅវាមានអតិថជុកម្មៈហ្នឹងតម្រង់ទិដ្ឋិឲ្យត្រង់នឹងមួយទៅលើកម្មផលអីលឺតា
nó vẫn là luôn dương nó với tròn chấm pu cam phò nâng nở với ót tròn á mấy bao với tròn thay với vô với trở hay rồi vô trâu đang tròn mấy nó đôi prap mà nước mình nè đâm đã scroll play nâng nãy bot thuê nãy bot đâm trên chỗ với mình đăng tới thì nam rồi này chẳng là tôi lư và mà đó có bên đâu từ từ mình tròn chẳng này hãy ban chỉ bạn nàyประเกียรติmỗi bọn ra thà so so sang lệ bờ tê bành nhằng cả đạp đòi lõ nó đầm bên ban ở bành nhà với bên ban ta bành nhà hay với bành nhà nó keng sđâu cũng năng với ọt phơ ca ấy với ọt tê bành nhà nó với phơ ca ở trong chấm pua cam phò năng mong tự thụ chẳng tự cam mà nó với cao chẳng mong này trời cả lang cầm chặt phép ngồi ngất cầm chặt à phép vô khẩu năng chẳng tớiไอ้เปียแต่กำพอลสู้ถ้านันนะดำได้ใหญ่มาเนี่ยถือละอบ้านละอถือเคาะบ้านละเคาะกำละอกำละเคาะบ้านประกำป่นอย่ากำอุ้ยงอไหมใจใหญ่ซึ่งแต่กรุบคนนี้ให้เอาแต่ปุดบอดิสานังเป็นโยนล้อไอ้ทำโยนเต้น้องถือบาปซะฉลองถะบนนั่นไงนั่นไงตัวมุกเปรี้ยน้องตามประตูบอลสลังวอก็เขาตึกดาวบอกปุดปรินซะยังไทยยังกรุบปุดศาสนาเนี่ยโบยโบอ่ะผมทานหลายយើងសម័យធម្មតាសំបីក្លៀកសម្ពុតការសាវៈរបស់ពុទ្ធនឹងក៏ដោយក៏ហ៊ានធ្វើខុសពីអ្វីដែលពុទ្ធហាមនឹងយ៉ាងក៏ក្រឹកក៏ក្រែងហើយត្រូវបានការគ្រប់គ្រងសាទរទៀតឃើញហើយរួចទៅពីធ្វើខុសហ្នឹងទៅទេសកម្មផលនេះដែរកម្មផលណាញោមវាចាអំពើបាបសពបាបសៈករណងកិរិយាមិនធ្វើបាបកុសលសូបសម្បទាត្រូវបំពេញកុសលសេចក្ដីប្រយោជន៍តបណੰសម្អាតចិត្តឲ្យស្អាតបរិបូរណ៍ណាទេសនាហើយទៅស្រោចទឹកទៀតទេសនាហើយទៅចងបោះទៀតសិតតែអំពើបាបធ្វើម៉េចបើមិនយល់ផងហ្នឹងអញ្ចឹងសំណួរដែលសួរថាតើត្រូវចម្រើនយ៉ាងណាហ្នឹងវាអត់មានចម្លើយទេសំខាន់គឺយល់យ៉ាងណាចំពោះធម៌ដែលចង់ចម្រើនហ្នឹងតែមិនចេះតែចង់ចម្រើនធម៌ហ្នឹងយល់វាហ្នឹងហើយតែមិនយល់ចម្រើនបានតែឈ្មោះទេតែបើយល់ហើយវាច្រើនហ្មងវាច្រើនហ្មងវាចេះតែចម្រើនឡើងដោយសារតែការយល់ត្រូវនឹងឯងគេនេះនៅក្នុងអរិយមគ្គអង្គ8ព្រះអង្គដាក់សម្មាទិដ្ឋិមុនគេតែកាលណាសម្មាទិដ្ឋិការយល់ត្រូវហើយចំកុសលធម៌ផ្សេងទៀតដោយសម្មាវាចាដោយសម្មាកម្មន្តៈសម្មាសង្កប្បៈអីរហូតដល់សម្មាសមាធិវាចេះតែចម្រើនឡើងព្រោះមុខច្រកវាណាមុខច្រកនៃកុសលធម៌ហ្នឹងគឺសម្មាទិដ្ឋិហ្នឹងគឺយល់ត្រូវហ្នឹងហើយយល់ត្រូវដូចឧបមាថាយើងទៅភ្នំទៅជីកមាសអញ្ចឹងណាយើងដឹងផែនទីយើងដឹងមាសនៅតាណាអញ្ចឹងអាដឹងច្បាស់ហ្នឹងហើយយើងទីមួយយើងស្គាល់ថាមាសមានតម្លៃស្គាល់មែនណាមិនមែនដូចមន់ទេណាស្គាល់មែនហ្នឹងដឹងថាមាសហ្នឹងមានតម្លៃហើយដឹងថាដីហ្នឹងវាមានមាសជីកតាត្រឹមជង្គង់អីហ្នឹងដល់មាសណាឧបមាអញ្ចឹងទីមួយបើសិនជាយើងដឹងថាមាសមានតម្លៃដឹងមែនហើយទីពីរដឹងថាមាសនៅតាណាដឹងមែនទេអញ្ចឹងហើយមានសំណួរសួរថាតើខ្ញុំគួរជីកយកមាសទេតើខ្ញុំគួរជីកយ៉ាងណាទេតែវាអត់ទេមានតែហាមមិនជាប់ទេវិធីសាស្ត្រទៅថាធ្វើយ៉ាងណាដើម្បីបានមាសហ្នឹងវាលែងជាសំណួរហើយតែសំខាន់វាមិនដឹងមាសនៅឯណាដឹងមាសថាល្អក៏មិនដឹងនៅឯណាមិនដឹងទៅជីកឯណាឃើញទេខ្ញុំគ្រាន់តែលើកឧទាហរណ៍ឲ្យយើងគិតពិចារណាថាការយល់ត្រូវហ្នឹងវាសំខាន់ខ្លាំងណាស់ដូចខ្ញុំលើកឧទាហរណ៍ថាយើងចង់បានមាសអញ្ចឹងណាស្គាល់តម្លៃមាសមែនទែនហើយដឹងថាមាសនៅតាណាអាហ្នឹងដែលសំខាន់
ហើយតើដឹងរបស់នឹងមានតម្លៃពិតប្រាកដហើយឯឧបាយវានឹងឆ្នៃចេញខ្លួនឯងដូចខ្ញុំស្ដាប់ព័ត៌មានថ្ងៃមិញអញ្ចឹងជប៉ុនទៅខួងយករ៉ែកម្រទៅក្នុងបាតសមុទ្រនឹងប្រមាណដូចជា 6000 ម៉ែត្រជាងអញ្ចឹងវា6គីឡូជាងហើយមុននឹងខួងទៅដល់កន្លែងហ្នឹងគេមិនសិក្សាមិនអញ្ចឹងស្រាវជ្រាវថាវាមានពិតឬអត់អញ្ចឹងហើយបើមិនសិក្សាមិនឲ្យដឹងច្បាស់ទេហើយចំណាយខួងដល់ទៅ 6000 ម៉ែត្រហ្នឹងมันភ្លីភ្លើហ៎ណាគេមានតម្រុយគេមានអីត្រឹមត្រូវបានគេខួងទៅនឹងវាអត់ខាតអញ្ចឹងណាធัวដូចគ្នាអញ្ចឹងខ្ញុំចេះតែឃើញអ្នកចង់ចម្រើនធัวតែមិនព្យាយាមយល់ធัวទៅច្រើនខ្ញុំមិនបន្ទោសអ្នកសួរទេប៉ុន្តែគាត់ថាលើកមកហើយខ្ញុំចែកជាបទពិចារណាអញ្ចឹងយើងសិក្សាមេគាវធម៌យើងរៀនតាមពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធមានមនុស្សដែលច្រើនដែលទៅរកព្រះធម្មពភាកហ្នឹងគឺទៅស្ដាប់ហ្នឹងឯងអញ្ចឹងដោយច្រើនទៅស្ដាប់ហ្នឹងឯងចង់ដឹងថាព្រះអង្គបរៀនយ៉ាងម៉េចព្រះអង្គសម្ដែងយ៉ាងម៉េចហើយយកចិត្តទុកដាក់ស្ដាប់ពីព្រោះនៅក្នុងពុទ្ធឱវាទហ្នឹងវាប្រាប់អំពីបរិយ័តនិងបដិបត្តិនៅក្នុងហ្នឹងអញ្ចឹងហើយបើគេស្ដាប់ទៅចេះតែបានភ្លឺច្បាស់ហើយលះបង់នៅអាមិច្ឆាទិដ្ឋិដោយអំណាចទិដ្ឋជុកម្មៈហ្នឹងវាកើតឡើងហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងអត់មានអីក្រៅពីចម្រើនការយល់ដឹងនៅពុទ្ធវចនៈហ្នឹងហ្នឹងហើយតុលានៅត្បូងឃ្មុំលោកគ្រូធ្វើយ៉ាងណាកុំឲ្យភ័យលោកគ្រូហ្នឹងហើយភ័យអីវាសំខាន់តែភ័យមិនទៀតណាពីព្រោះភាពជាពុទ្ធជនហ្នឹងអត់មាននរណាអស់ភ័យទេមនុស្សដែលអស់ភ័យគឺទល់តែរោបចាប់តាំងពីអនាគាមីបុគ្គលឡើងទៅហ្នឹងហើយអនាគាមីបុគ្គលឡើងទៅលែងភ័យព្រះអរហន្តក៏លែងភ័យត្រឹមអនាគាឡើងទៅលែងភ័យពីព្រោះលោកអស់ទូតោសៈហើយបានជាអស់ទូតោសៈហ្នឹងវាប្រោះអស់ហេតុរបស់វាគឺកាមរាគៈកាមឆន្ទៈហ្នឹងវាអស់ការជាប់ចម្ពាក់ផ្សេងហ្នឹងវាអស់ទៅណាដោយឆន្ទរាគៈក្តីឆន្ទកាមរាគៈក្តីវាអស់ដល់អស់ទៅវាអស់ពូជឲ្យភ័យអស់ទោសៈមូលចិត្តទៅលែងភ័យចឹងបុគ្គលឯណាក៏ដោយទោះមេតបក្លាហានយ៉ាងណាក៏ដោយឲ្យតែនៅពុទ្ធជននៅតែភ័យហ្នឹងប៉ុន្តែវាមានហេតុនៃការភ័យផ្សេងគ្នាចឹងបានសួរមួយម៉ាត់ថាធ្វើយ៉ាងណាឲ្យអស់ភ័យគឺចម្រើនគុណធម៌រហូតបានសម្រេចអនាគាចឹងណាដល់អនាគាទៅគឺលែងភ័យហើយលែងភ័យលែងស្លុតលែងស្ដាយលែងសំណោះលែងកើតទុក្ខលែង stress លែងកង្វល់លែងយំលែងសោកទួញសោកស្ដាយសំណោះអីហ្នឹងគឺថាអស់លីងតែមកហ្នឹងហើយអញ្ចឹងហ្នឹងខ្ញុំឆ្លើយជារួមណាប៉ុន្តែមិនមែនថាចុះយើងជាពុទ្ធជនហ្នឹងវាមានឧបាយយ៉ាងណាដើម្បីវាកាត់បន្ថយភ័យអីចឹងអាហ្នឹងវាចេះតែមានមិនអត់ទេប៉ុន្តែឲ្យដាច់ទាំងស្រុងគឺពុទ្ធជននេះមិនអាចទេណាទោះបីយើងដោះស្រាយរឿងខ្លះឧបមាទាំងពីមុនឡើងនិយាយសាធារណៈអីភ័យញួរមាត់ញួរកខ្ញុំអីក៏ចឹងដែរដំបងឡើយបួសដំបងបួសបានតែ3ថ្ងៃហ្នឹងគេឲ្យទេសនាអានសភៅទេដំបងឡើយគាត់អានសភៅមនុស្ស
ច្រើនពីមុខនឹងទៅវាក្តៅមាត់ក្តៅតិចក្តៅមុខញ័រចង់ចេញទឹកភ្នែកផងអីផងអញ្ចឹងណាវាភ័យអញ្ចឹងប៉ុន្តែយូរទៅជាទេសនាយូរទៅវាលែងភ័យទៅប៉ុន្តែសួរថាបាត់ភ័យមែនវាបាត់តែរឿងហ្នឹងរឿងផ្សេងវានៅជិះយន្តហោះឲ្យពេលយន្តហោះវាស៊ូចុះហ្នឹងភ័យតានឹងភឺតពោះទៅយ៉ាងហ្នឹងភ័យដែរណាពូពូជហ្នឹងវានៅប៉ុន្តែណាវាស៊ាំយូរទៅវាគ្រាន់បើទៅអញ្ចឹងណាអីទៀតខ្លាចខ្មោចអីពីមុនខ្លាចខ្លាំងយូរយើងដឹងអបាយគិតពិចារណាទៅវាលែងខ្លាចលែងអីដល់ប៉ុន្តែអស់ភ័យមែននៅភ័យរឿងផ្សេងទៀតពីព្រោះពូជវានៅអញ្ចឹងណាពូជវានៅអញ្ចឹងមិនអាចនិយាយដោយស្មានខ្ញុំមិនចេះភ័យមិនចេះខ្លាចអីទេនរណានិយាយថាខ្ញុំមិនចេះភ័យមិនចេះតក់ស្លុតមិនចេះខ្លាចអីហ្នឹងគឺស្មើនឹងព្យាករខ្លួនឯងថាជាអនាគាមួយបុគ្គលហើយសរុបមកគឺមិនស្គាល់ចិត្តខ្លួនឯងច្បាស់ស្មានតលែងភ័យស្មានតលែងខ្លាចលោកអ្នកខ្លះហ្នឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងក៏ខ្លាចស្លាប់ឯងអត់ទេលែងខ្លាចលែងអីហ្នឹងស្លាប់ហ្នឹងគាត់សម័យឃើញថាពេលគាត់ស្លាប់តាមតណ្ហារបស់គាត់ឈឺផ្ដេទៅខ្សោយទៅស្លាប់អីចឹងវាអាចគាត់និយាយស្មោះត្រង់មែនអត់ទេប៉ុន្តែស្លាប់គ្រោះថ្នាក់ចរាចរណ៍មិនដែរភ័យមិនដែលគាត់និយាយថាខ្ញុំលែងខ្លាចស្លាប់អីព្រោះស្លាប់រឿងធម្មតាអីចឹងណាខ្លាចតែរឿងធម្មតាអីចឹងប៉ុន្តែគាត់ក្នុងបំណងថាសុំឲ្យស្លាប់នឹងតាមស្រួលអាហ្នឹងគាត់មិនភ័យមែនអាហ្នឹងគាត់អាចស្រួលចឹងតែវាមានតាមចង់អីចឹងបានកាលទៅពេញហ្នឹងមានអ្នកមួយខ្ញុំសួរមានខ្លាចស្លាប់ថាអត់ទេអត់ខ្លាចស្លាប់ខ្ញុំចុះបើគេបោះពោះអាសេរពឹសដាក់នៅនឹងមួយមិនរត់អីបើមិនខ្លាចស្លាប់ហ្នឹងខ្លាចពោះទៅអីសរុបមកគឺយើងវាមិនស្គាល់អាចិត្តយើងហ្នឹងណាឃើញទេវាអត់ស្គាល់ទេតែមិនរៀនពីចិត្តនឹងពិចារណាហេតុផលក្នុងចិត្តនឹងតាមមេគាពធទេគឺថាយើងកុំថាឡើយទៅស្គាល់ចិត្តអ្នកដទៃស្គាល់តែចិត្តខ្លួនឯងនឹងវាអត់បានស្គាល់មិនបានហ្នឹងស្គាល់មិនបានឡើយមានពាក្យគេនិយាយថាស្គាល់មុខមាត់តែមិនស្គាល់ចិត្តត្រូវវាអត់មានពីណាស្គាល់ចិត្តមួយទេដល់ហើយទៅសូម្បីតែខ្លួនឯងហ្នឹងស្គាល់វាមិនបានផងណាគណៈទោសៈកើតឡើងមិនទាំងដឹងថានឹងអកុសលផងនឹងលើកតម្កើងវាទៀតរឹតតែមើងងាយគេទៀតរឹតតែបចោគេទៀតគិតតែខ្លួនឯងត្រូវទៀតឃើញទេយកអាសត្រូវគឺមេកិលេសហ្នឹងមកធ្វើជាខ្លួនឯងមានស្គាល់អីមិនស្គាល់ទេមានអ្នកទៅមើងងាយអ្នកដទៃទៅគិតតែខ្លួនឯងក្រាន់បើអីហ្នឹងសើតែមិនស្គាល់ចិត្តហ្នឹងឯងឃើញចិត្តហ្នឹងមានវាមាយាណាវាបោកប្រាស់សត្វលោកហ្នឹងចឹងឯងហ្នឹងហើយប៉ុន្តែការពិចារណាភាពមិនទៀងរឿយវាអាចកាត់បន្ថយចឹងណាកាត់បន្ថយមិនដាច់ស្រឡះក៏វាអាចកាត់បន្ថយបាទវាមិនដូចជាការដែលមិនពិចារណាពេកណាហើយបុគ្គលយើងម្នាក់ហ្នឹងវាមានកម្រិតនៃការគិតហ្នឹងផ្សេងគ្នាខ្លះក៏ខ្លាចច្រើនតាំងពីកំណើតខ្លះក៏មិនសូវខ្លាចតាំងពីកំណើតសូវភ័យមិនសូវតក់ស្លុតអីពីកំណើតនឹងវាអាចខុសគ្នាដែរតែថានរណាម្នាក់មិនខ្លាចមិនភ័យសោះគ្មានទេកើតមកជាបុគ្គលជននេះគ្រាន់ថារឿងទូទៅដែលមនុស្សខ្លាចគាត់អត់ខ្លាចឧបមាថាអ្នកខ្លះគេខ្លាចឆ្លើងតែខ្លះគេក៏អត់ខ្លាចឆ្លើងទេគាត់ចាប់ក្លុកលេងចាប់យឺតលេងពួកខ្លះទៀតគាត់ខ្លាចតង្កូវខ្លះទៀតក៏ខ្លាចទេគាត់ចាប់លេងតែមិនមែនន័យថាគាត់មិនចេះខ្លាចទេគាត់ខ្លាចរបស់ផ្សេងគាត់ភ័យគាត់ខ្លាចរបស់ផ្សេងពីព្រោះតួ app មួយគឺតួតោសៈហ្នឹងវាបាន install ចូលនៅក្នុងចិត្តហ្នឹងហើយទៅជួនហ្នឹងគឺថាមិនខ្លាចរឿងមួយវាខ្លាចរឿងផ្សេងទៀតអញ្ចឹងណា
ហើយអាចអស់រលែងទៅបានដូចជំរាបចឹងថាទល់តែអនាគាមីបុគ្គលអរិយបុគ្គលថ្នាក់ទី3ឡើងទៅអានឹងឈប់ខ្លាចបែកបាក់ដីរលូមជួយដីទឹកជំនន់សង្គ្រាមគឺគម្រាមបាញ់នុយក្លេអ៊ែរមិនក៏លំចេះភ័យចេះខ្លាចដែរអត់ហ្នឹងហើយចឹងបានខ្ញុំសួរថាខ្លាចអីទៅទៀតណាខ្លាចអីបើខ្លាចភ័យខ្លាចឧបមាថាដូចនិយាយក្នុងទីសាធារណៈអីភ័យខ្លាចនិយាយញឹកខ្លាចទៅនិយាយទៅញឹកយូរទៅឡើងខ្លាចវាទៅជាថ្នឹកហើយនឹងខ្ញុំនិយាយឡើងនឹងទៅនិយាយពីណាខ្លាចអីផងមិនចេះថាមិនចេះតែប៉ុណ្ណឹងវាអត់មានខ្លាចស្អីណានឹងខ្លាចអីគេក៏ឲ្យនិយាយបើគេជុំកំភ្លើងពីមុខអាហ្នឹងភ័យខ្លាចរឿងកំភ្លើងហ្នឹងមិនភ័យរឿងនិយាយមកនៅនិយាយណាក៏លែងខ្លាចដែរឥឡូវហើយសួរតែលែងខ្លាចហ្នឹងមកពីខ្ញុំចេះទៅគ្រប់រឿងទៅអត់ទេកន្លែងនេះចេះថាចេះមិនចេះថាមិនចេះវាគ្មានទៅខ្មាស់ទៅខ្មោចអីទេឃើញវាអត់មានអីហើយមិនបានចេះទៅមកគេនិយាយច្រើននិយាយញឹកវាស៊ាំទៅណាស៊ាំទៅហើយខ្ញុំមិនបានគិតថានិយាយឲ្យច្រើនដើម្បីឲ្យបាត់ខ្លាចប៉ុន្តែយូរវាបាត់វាទៅណាវាថ្នឹកចឹងទៅណាដូចអ្នកចម្រៀងចឹងច្រៀងយូរដំបងឡើយញ័រដូចតែគ្នាដល់គាត់ឡើងច្រៀងញឹកយូរទៅវាស៊ាំទៅមុខមនុស្សរាប់ពាន់ហ្នឹងគាត់លែងភ័យលែងខ្លាចអីដែរឃើញទេប៉ុន្តែមិនមែនន័យថាគាត់ឈប់ខ្លាចទេគាត់ខ្លាចរឿងផ្សេងមកអាហ្នឹងរឿងស៊ាំរឿងហ្នឹងមួយចឹងទៅវាខុសពីការពិចារណាធម៌ការពិចារណាធម៌វាអាចកាត់បន្ថយខ្លាចហ្នឹងគ្រប់រឿងឲ្យតែពិចារណាពីភាពមិនទៀងជាទុក្ខជាអនត្តាដោះនៅក្នុងការជាប់ចម្ពាក់ក្នុងខ្លួននឹងតែខ្លាំងឲ្យមកជាស្ដើងមកវិញមកអានឹងកាត់បន្ថយភ័យព្រួយច្រើនរឿងតែម្ដងបាទ